សួស្តីបងប្អូនទាំងអស់គ្នាមួយយ៉ាងនេះខ្ញុំឃើញមានការវិនិច្ឆ័យច្រើនតាក់ទងជាមួយនឹងតេលី1តេលី2តេលី3អូខេគឺមានអ្នកផលិត content ជាច្រើនគាត់បាននិយាយតាក់ទងជាមួយនឹងឃើញinfluencer របស់យើងឬក៏ប្រជាជនរបស់យើងតាំងពីមានបញ្ហាជាមួយនឹងខាងផ្ទះលេខ2មកគឺយើងទៅផ្ទះលេខ3ច្រើនហើយយើងជួយ promote គេច្រើនដែរហើយក៏មានវីដេអូ viral មួយចំនួនដែលខាងផ្ទះលេខ3គាត់និយាយមកអត់សូវល្អពីប្រទេសរបស់យើងហើយក៏មានបងប្អូនមួយចំនួនទៀតដែលជា influencer ដែលគាត់ទៅលេងនៅផ្ទះលេខ3ហ្នឹងហើយក៏គាត់បាននិយាយតាក់ទងជាមួយនឹងបញ្ហាមួយចំនួនដែរតាមពិតទៅខ្ញុំចូលមកនិយាយនៅក្នុងប្រធានបទនេះខ្ញុំមិនបានរើសអើងពូជសាសន៍ឬក៏ប្រទេសជាតិសាសន៍ណាទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនដឹងថាគ្មានណាស្រឡាញ់ជាតិសាសន៍យើងជាងខ្លួនយើងទេពីព្រោះអីប្រជាជនយើងទឹកដីយើងទឹកដីកំណើតរបស់យើងគឺនៅតែជារបស់យើងគ្មានអ្វីដែលអាចកែប្រែពីសញ្ជាតិរបស់យើងបានទេដើមកំណើតរបស់យើងបានទេទោះបីជាប្រជាជនខ្មែរយើងភាគច្រើនគាត់បានទៅរស់នៅឯក្រៅប្រទេសគាត់មានសញ្ជាតិជាជនជាតិផ្សេងឬក៏អីប៉ុន្តែក៏យើងនៅតែនឹកឃើញថាដើមកំណើតយើងកើតចេញពីប្រជាជនខ្មែរហើយក៏មានការវិនិច្ឆ័យជាច្រើនថាយើងចាប់ផ្ដើមតាំងពីយើងអត់មានទៅទេសចរនៅថៃឬក៏ទៅទិញបានពីថៃមកឃើញថាប្រជាជនយើងជាច្រើនក៏ដូចជាបងប្អូន influencer យើងជាច្រើនគាត់បានទៅលេងនៅប្រទេសវៀតណាមហើយគាត់បានថតតាក់ទងជាមួយតំបន់ទេសចរជាច្រើនដែលផ្សព្វផ្សាយអំពីទីតាំងទេសចរមួយចំនួននៅក្នុងប្រទេសហ្នឹងហើយក៏មានកន្លែងញ៉ាំកន្លែងកំសាន្តផ្សេងៗទៀតបើបងប្អូនសួរខ្ញុំថាខុសឬក៏ត្រូវខ្ញុំសូមមិនបញ្ចេញយោបល់ខុសឬក៏ត្រូវទេការដើរលេងគឺជាសិទ្ធិរបស់បុគ្គលទី1លុយរបស់គាត់សិទ្ធិរបស់គាត់អានេះគឺជាអ្វីដែលបងប្អូនខាងអ្នកដែលគាត់រិះគន់គាត់បានលើកឡើងដែរថាគាត់អត់អាចនិយាយបានទេពីព្រោះគាត់និយាយទៅគឺគេនិយាយទៅមួយម៉ាត់ទេគេថាលុយរបស់គេសិទ្ធិរបស់គេគេចង់ទៅដើរលេងណាគេចង់ថតគេចង់ review ណាគឺជាសិទ្ធិរបស់គេចេះស្ដែងទៅ yes គាត់និយាយអត់ខុសទេវាជាសិទ្ធិរបស់បុគ្គលដែលគាត់ទៅលេងនៅស្រុកគេគាត់ទៅកំសាន្តនៅស្រុកគេគាត់ថត vlog ឬក៏គាត់ថតជាវីដេអូដើម្បីចែកចាយនៅក្នុងបណ្ដាញសង្គមផ្សេងៗវាអត់ខុសទេពីព្រោះអីពួកគាត់សិតតែអ្នកដែលផលិត content គាត់សិតតែធ្វើ content តាក់ទងជាមួយនឹងការញ៉ាំការដើរលេងឬក៏ content ផ្សេងៗចឹងទៅអញ្ចឹងគ្រប់គ្នាគឺមាន content នេះរៀងខ្លួនយើងមិនបានទាញទៅរកភាពខុសឬក៏ត្រូវទេប៉ុន្តែអ្វីដែលយើងចង់ឲ្យបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍លើចំណុចហ្នឹងតិចមិនថាបងប្អូនទៅប្រទេសណាដែលមិនមែនជានៅក្នុងស្រុកខ្មែររបស់យើងឬក៏នៅក្នុងស្រុកខ្មែររបស់យើងក៏ដោយបងប្អូនគួរតែព្យាយាមស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់បន្តិចចាំបងប្អូនធ្វើការផុសតាក់ទងជាមួយនឹងទីតាំងមួយហ្នឹងនិយាយនេះមិនមែនមានន័យថាបងប្អូនត្រូវតែដឹង 100% លើហ្នឹងទេប៉ុន្តែបើសិនជាបងប្អូនដឹង 100% ហ្មងក៏វាជារឿងដែលល្អដែរពីព្រោះcontent មួយចំនួនបងប្អូនគាត់ថាវាអត់អីយើងគ្រាន់តែឈៀលយើងគ្រាន់តែនិយាយលេងទេប៉ុន្តែពេលខ្លះនៅពេលដែលបងប្អូននិយាយលេងហ្នឹងណារឿងខ្លះវាខុសគឺជារឿងមួយដែលធំអញ្ចឹងបើន័យថាអ្នកធ្វើ content ទាំងអស់គាត់ក៏ត្រូវប្រុងប្រយ័ត្ននៅរឿងហ្នឹងដែរពីព្រោះការខុសបច្ចេកទេសទីទួយឬក៏ការដែលយើងយកស្រាវជ្រាវព័ត៌មានមកអត់ច្បាស់មួយចំនួនវាធ្វើឲ្យវាទៅជាបញ្ហាអញ្ចឹងមិនខុសអីពីបច្ចុប្បន្នទេបងប្អូនដឹងស្រាប់ហើយកម្ពុជារបស់យើងកំពុងតែរងការចោទប្រកាន់ពីប្រទេសផ្សេងៗដែលជាការ viral នៅក្នុងបណ្ដាញសង្គមច្រើនថាកម្ពុជាជាប្រទេសឧក្រិដ្ឋកម្មជាកន្លែងឧក្រិដ្ឋកម្ម ancestry
rồi có đặc là tha kệ ở trong mau lên mà ai chẳng tới chẳng sầmรับបងប្អូនខ្ញុំចង់លើកបន្តិចថានៅពេលដែលបងប្អូនដែលឮអ្នកដតីដែលមិនមែនជាជនជាតិខ្មែរយើងហើយគាត់បានសុខសាយតទៅជាមួយនឹងអ្វីដែលខ្ញុំបាននិយាយមិញថាកម្ពុជាជាប្រទេសអក្រិតកម្មមិនមានការសុខភាពនៅក្នុងការរស់នៅតែបងប្អូនក្នុងនាមជាប្រជាពលរដ្ឋខ្មែរបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ខ្ញុំខ្ញុំមានអារម្មណ៍ថាអត់សូវសប្បាយចិត្តដែរដោយសារតែទី1យើងក៏បានរស់នៅក្នុងប្រទេសហ្នឹងហើយយើងក៏ដឹងដែរថាប្រជាជនខ្មែរយើងភាគច្រើនខ្ញុំនិយាយភាគច្រើនណាបងប្អូនជាមនុស្សដែលរស់រាយរាក់ទាក់ជាមនុស្សដែលរាប់អានគ្នាចិត្តនឹងចិត្តច្រើនអាហ្នឹងចំពោះអ្វីដែលខ្ញុំបានជួបខ្ញុំមិនដឹងថាបងប្អូនបានជួបយ៉ាងម៉េចទេប៉ុន្តែខ្ញុំក៏មានមិត្តភ័ក្តិបរទេសច្រើនដែលគាត់បាននិយាយពីប្រទេសកម្ពុជារបស់យើងហើយបើយើងមើលទៅរឿងរ៉ាវដែលកើតឡើងបច្ចុប្បន្នខ្ញុំដឹងហើយថាបងប្អូនក៏បានស្ដាប់ព័ត៌មានច្រើនទាក់ទងជាមួយនឹងការបង្កទ្រព្យសម្បត្តិរបស់អ្នកអញ្ញា Gen Z ដែលជាមានសញ្ជាតិខ្មែរចិនចំនួន 15,000 លានដែលគាត់ជាម្ចាស់សម្ព័ន្ធ Brain Group ហ្នឹងគឺជារឿងមួយដែលវារៀងរីករាលដាលខ្លាំងដែរហើយក៏មានរឿងជាច្រើនទៀតដែលកំពុងតែកើតឡើងទាក់ទងជាមួយនឹងជនជាតិកូរ៉េដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសកម្ពុជារបស់យើងហើយក៏មានរឿងទាក់ទងជាមួយនឹងការចាប់ចង្រិតផ្សេងទាក់ទងជាមួយនឹងជនជាតិកូរ៉េក៏ដូចជាជនជាតិចិនអញ្ចឹងសារមួយនេះខ្ញុំចង់ផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាថាមិនថាបងប្អូនធ្វើ content អីមិនថាបងប្អូនធ្វើ content នៅទីណាជាប្រទេសនៅក្នុងកម្ពុជាយើងក៏ដោយនៅក្រៅប្រទេសក៏ដោយបងប្អូនមានសញ្ជាតិជាខ្មែរមានដើមកំណើតជាខ្មែររាល់ពាក្យសម្ដីដែលបងប្អូននិយាយចេញទៅកាន់ពិភពលោកខ្ញុំនិយាយពាក្យថាពិភពលោកចាស់ពីព្រោះ social media មានមនុស្សជាច្រើនដែលគាត់បានឃើញបានមើលមិនថានៅក្នុងស្រុកក្រៅស្រុកនៅទីណាក៏គេអាចមើលបានលើកលែងតែប្រទេសមួយចំនួនដែលគេ ban នៅលើ social media ហ្នឹងអញ្ចឹងនៅពេលដែលគាត់ឃើញរឿងទាំងអស់ហ្នឹងនៅពាក្យសម្ដីមួយចំនួនដែលបងប្អូននិយាយចេញមកវាមិនពិតឬក៏និយាយចេញមកគឺជាការដែលយើងអត់បានស្រាវជ្រាវច្បាស់លាស់លើសពី50-70% ទេវាមានផលប៉ះពាល់មកដល់ប្រទេសយើងទាំងស្រុងពេលខ្លះបងប្អូនគិតរឿងប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំទទួលស្គាល់អ្នកណាក៏អាត្មានិយមចេះគិតរឿងប្រយោជន៍ផ្ទាល់ខ្លួនដែរប៉ុន្តែបងប្អូនកុំដើម្បីតែ view កុំដើម្បីតែ share ធ្វើឲ្យមានភាពចលាចលដល់ប្រទេសខ្លួនឯងធ្វើឲ្យមានភាពចលាចលទៅដល់សង្គមទាំងមូលខ្ញុំសូមបងប្អូនត្រូវគិតពីអនាគតវែងឆ្ងាយរបស់ប្រទេសខ្លួនឯងផងហើយយើងច្រើនតែគិតថាយើងជាប្រជាពលរដ្ឋយើងមិនបាច់គិតច្រើនទេយើងគិតតែរឿងទុកឲ្យអ្នកដឹកនាំគេគិតទៅអ្នកដឹកនាំគិតតែបើសិនជាប្រជាជនម្នាក់អត់ចូលរួមចំណែកនៅក្នុងការជួយគ្នាសួរថាបងប្អូនធ្វើដំណើរទៅមុខជាមួយគ្នារបៀបម៉េចអត់ខុសអីពីផ្ទះគ្រួសារមួយតែមានកូន 2-3 នាក់កូនខ្លះដោយកន្លងធัวកូនខ្លះអត់ដោយកន្លងធัวសួរថាគេបន្ទោសអ្នកណាគេបន្ទោសមេគ្រួសារខ្ញុំទទួលស្គាល់បន្ទោសមេគ្រួសារថាមើលកូននៅអត់បានល្អប៉ុន្តែកត្តាមួយទៀតគឺកត្តាដែលគាត់ទៅដើរជាមួយនឹងមនុស្សដែលគេហៅថាដែលអត់គិតរឿងបញ្ហារៀនសូត្រតែគិតបញ្ហារឿងបំពុលសង្គមអីចឹងណាបងប្អូនហើយបច្ចុប្បន្នបងប្អូនដឹងហើយថានៅក្នុង social media រាល់ថ្ងៃដែលបងប្អូនចំណាំមកចូលមកtrollលេងថាងើបឡើងមកផឹកឡើងមកគឺរឿងថ្មីទៅតាមអត់ទាន់ទេខ្ញុំទទួលស្គាល់គឺថ្មីរហូតតាមអត់ទាន់ហើយខ្ញុំក៏សូមទៅដល់បណ្ដាញសារព័ត៌មានមួយចំនួនណាបងប្អូនជួយចុះព័ត៌មានដែលវាមានអត្ថប្រយោជន៍សម្រាប់ប្រទេសជាតិខ្លះផងដែលវាមានអត្ថប្រយោជន៍សម្រាប់អ្នកមើលខ្លះផងរឿងខ្លះមិនគួរចុះប្រព័ន្ធចុះដែរខ្ញុំនិយាយមែនខ្ញុំសូមមិនបញ្ចេញឈ្មោះថាជាឈ្មោះpage ណាឬក៏សារព័ត៌មានណាទេប៉ុន្តែបងប្អូនមុននឹងចុះនោះបងប្អូនមើលផងថាវាមានអត្ថប្រយោជន៍អីអារឿងពេលខ្លះរឿង
សូមឲ្យរឿងប្តីប្រពន្ធគេលេងលះឲ្យមនុស្សពីរនាក់ហ្នឹងអត់ដែរល្បីនៅក្នុង social media សោះក៏យកមកចុះឲ្យគេបានល្បីបានទៀតណាវាល្អថងប៉ុណ្ណឹងនិយាយទៅគឺគាត់ចុះបានទៀតហើយសំណួរសួរថាវាបានអត្ថប្រយោជន៍អីយ៉ាគាត់បាន advertise គាត់បានad នៅលើ Facebook នៅអីចឹងទៅគាត់បានលុយប៉ុន្តែបងប្អូនគួរគិតថាព័ត៌មានមួយចំនួនវាអត់សមយកមកចុះសោះហ្មងវាជារឿងដែលមិនគួរឲ្យកើតឡើងហើយមិនគួរឲ្យយកមកចុះទៀតហើយបច្ចុប្បន្នបងប្អូនឃើញហើយបណ្ដាញសង្គមគឺមួយថ្ងៃអត់តែជាង5រឿងទេរឿងបងប្អូនឆ្លោះគ្នារឿងអ្នកលក់លេឆ្លោះគ្នាស្បត់រឿងអីទៀតរឿងអ្នកទី3ញ៉ារឿងប្តីប្រពន្ធរឿងអូមានរឿងច្រើនមែនតើតែសួរថាយើងចាំតែតាមដានរឿងទាំងអស់ហ្នឹងមិនតាមដានទេប៉ុន្តែអត់ផុតអស់ម្លងបើខ្ញុំអស់ម្លងខ្ញុំអត់តាមទេពីព្រោះអីខ្ញុំគិតថារឿងទាំងអស់នេះវាអត់មានប្រយោជន៍អីទៅដល់សង្គមទេរឿងគាត់ចង់ធ្វើអីឡើង view ឡើងអីបងណារឿងគេឆ្លោះគ្នាឡើងដល់1លាន2លាន view ក្នុង24ម៉ោងបងប្អូនប៉ុន្តែបើ share រឿងដែលមានប្រយោជន៍រឿងរៀនខ្ញុំមិននិយាយរឿងប្រទេសជាតិទេគេលោកបងប្អូនយល់មិនដល់រឿងដែលគេដឹកនាំឬក៏រឿងប្រទេសជាតិគេលោកបងប្អូនយល់មិនដល់រឿងរៀនរឿងសិក្សាជំនាញអីផ្សេងរឿងអីអត់មានអ្នកមើលហ្មងអត់មានទេហ្មងតែបើរឿងគេឆ្លោះគ្នា live Facebook ឆ្លោះគ្នាឬក៏អីមានអ្នកខ្លះ10រឿងតាមតន់ទាំង10រឿងមួយថ្ងៃហ្នឹងអញ្ចឹងត្រឡប់មកវិញការដែលបងប្អូនធ្វើ content ទៅ promote ប្រទេសណាក៏ដោយខ្ញុំសូមឲ្យបងប្អូន promote អ្វីដែលជាការពិតបើបងប្អូនទៅភ្លក់មិនឆ្ងាញ់ប្រាប់ថាមិនឆ្ងាញ់បងប្អូនទៅថ្លៃប្រាប់ថាថ្លៃកុំទៅកន្លែងហ្នឹងថ្លៃបងប្អូនប្រាប់គេថាអត់ថ្លៃទេតម្លៃប៉ុណ្ណឹងគឺទទួលយកបានអញ្ចឹងបងប្អូនកុំធ្វើ content បែបហ្នឹងពីព្រោះអីបងប្អូនធ្វើអញ្ចឹងបងប្អូនអត់អាច branding ខ្លួនឯងបានយូរទេព្រោះនៅពេលខ្ញុំធ្លាប់ឮមនុស្សជាច្រើន feedback រឿងអ្នកដើរ review ម្ហូបទៅកន្លែងនេះឆ្ងាញ់ទៅកន្លែងនោះឆ្ងាញ់ដល់ពេលគាត់ទៅគាត់អត់ឆ្ងាញ់ចុះមនុស្សគេហៅថាការញ៉ាំរសជាតិវាអាចខុសគ្នាប៉ុន្តែបើសិនជាក្នុង100នាក់ទៅដល់អត់ឆ្ងាញ់ទាំង100នាក់ហើយមានន័យថាអាការ review របស់យើងនឹងទី1អាចនឹងយើងផ្ដោតលើតែអារម្មណ៍របស់ខ្លួនយើងតែមួយខាងទី2គឺយើងបំភ្លឺព័ត៌មាននឹងដើម្បីឲ្យបាន view បាន like ច្រើនហ្មងអញ្ចឹងអាហ្នឹងគឺខ្ញុំគិតថាវាជារឿងមួយដែលមិនគួរកាត់ឡើងនៅក្នុង vlog ដែលបងប្អូនធ្វើដើម្បីចែកចាយជាចំណេះដឹងដំណើរកម្សាន្តអីផ្សេងទេមិនគួរទេបងប្អូនពីព្រោះអីបងប្អូនកំពុងតែបំផ្លាញ branding personal branding របស់ខ្លួនឯងហើយអញ្ចឹងសង្ឃឹមថាបងប្អូនខ្មែរយើងដែលបន្តទៅទស្សនាក៏ដូចជាទៅកម្សាន្តនៅតាមប្រទេសផ្សេងគួរតែព្យាយាមផុសអ្វីដែលជាការពិតបង្ហាញ share អ្វីដែលជាការពិតហើយទទួលស្គាល់ថាបងប្អូនមានលទ្ធភាពនៅក្នុងការទៅដើរលេងនៅក្រៅប្រទេសច្រើនប៉ុន្តែក៏កុំភ្លេចរឿងប្រទេសកម្ពុជាយើងដែរយើងក៏មានរមណីយដ្ឋានច្រើនដែលបងប្អូនបានទៅលេងយើងថតយកតែចំណុចល្អដែលយើងមានហើយកន្លែងណាដែលអត់ល្អយើងជួយកែតម្រូវគ្នាទាំងអស់គ្នាអាជ្ញាធរដែលគាត់ឈរជើងនៅតំបន់ហ្នឹងយើងអាចfeedback ទៅគាត់ខ្លះទៅពីព្រោះអីខ្ញុំផ្ទាល់ក៏ខ្ញុំធ្លាប់ទៅតំបន់ទេសចរមួយចំនួនរបស់ខ្មែររបស់យើងដែលមើលទៅជាបែបធម្មជាតិប៉ុន្តែការរៀបចំមួយចំនួនវាអត់ទាន់បានល្អខ្ញុំអាចនិយាយបានអញ្ចឹងហើយពេលខ្ញុំត្រឡប់មកវិញពេលខ្លះខ្ញុំក៏ព្យាយាមចូលទៅមើល page ខាងគណៈកម្មការកន្លែងហ្នឹងឬក៏អាជ្ញាធរកន្លែងហ្នឹងដើម្បីធ្វើការ feedback ទៅគាត់ដែរខ្ញុំមិនដឹងថាគាត់ទទួលបានការ feedback របស់ខ្ញុំប្រហែលភាគរយទេប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំនឹងធ្វើកុំឲ្យថាយើងទៅឃើញអញ្ចឹងហើយយើងអត់និយាយអីសោះអញ្ចឹងបើសិនយើងអាច feedback បានយើង feedback ទៅហើយរឿងដែលសំខាន់ណាបងប្អូនមួយទៀតរឿងសំខាន់គឺមានមនុស្សជាច្រើនដែលគាត់ទៅគាត់ឃើញថាអាហ្នឹងវាអត់សមអញ្ចឹងទេគាត់គួរតែកែតម្រូវចេះប៉ុន្តែរ
រឿងសំខាន់បំផុតហ្នឹងគឺគាត់មិន feedback អីសោះគេហៅថាធ្វើជាមនុស្សមិនដឹងមិនលឺអីទាំងអស់ទោះបីជាឃើញដឹងឮស្ដាប់ឮអស់ហើយតែនៅតែមិននិយាយអាហ្នឹងគឺគ្រោះថ្នាក់ឯងទាំងអស់គ្នាអាចនិយាយបានថាយើងគិតថាអាហ្នឹងមិនមែនជាការឈឺឆ្អាលមួយដែលយើងត្រូវតែឈឺឆ្អាលទេយើងត្រូវមានអាជីពរបស់យើងនៅក្នុងការគេហៅគេចិញ្ចឹមជីវិតប្រកបការងារដើម្បីចិញ្ចឹមជីវិតរឿងប្រទេសជាតិទុកឲ្យប្រទេសជាតិជាអ្នកដោះស្រាយយើងប្រទេសជាតិជាអ្នកដោះស្រាយមិនបើយើងជាអ្នកដែលរស់នៅក្នុងប្រទេសជាតិនឹងមិនជួយគ្នាផងអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាជាពិសេសអ្នកដែលផលិតមាតិកាហើយសូមប្រើពាក្យឲ្យបានសមរម្យពីព្រោះឲ្យខ្ញុំឃើញមួយរយៈក្រោយនេះការប្រើពាក្យពេចន៍នៅក្នុងការនិយាយcontent របស់បងប្អូនហ្នឹងគឺពិបាកស្ដាប់មែនទែនបងប្អូនមួយចំនួនអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយគ្នាទាំងអស់គ្នាហើយសារចុងក្រោយរបស់ខ្ញុំដែលខ្ញុំឃើញថាអានេះបើបងប្អូនមិនពេញចិត្តបងប្អូនអស់រំលងទៅប៉ុន្តែជាសារចុងក្រោយដែលខ្ញុំចង់ផ្ដាំទៅបងប្អូននៅក្នុងវីដេអូមួយនេះគឺតកតងជាមួយនឹងការប្រើពាក្យឬក៏ការយករូបអ្នកដតីមកប្រមាថមើលងាយជន់នៅជើងឬក៏ការដុតបំផ្លាញឬក៏ការធ្វើអកប្បកិរិយាណាមួយទៅលើរូបរបស់អ្នកដតីមិនថាម្នាក់ហ្នឹងគាត់ជាអិសរជនឬក៏ជាបុគ្គលធម្មតាទេខ្ញុំសូមឲ្យបងប្អូនកាត់បន្ថយឬក៏បញ្ឈប់តែម្ដងបងប្អូនព្រោះរឿងទាំងអស់នេះដូចខ្ញុំនិយាយនៅក្នុងវីដេអូខ្ញុំមុនអញ្ចឹងបរទេសគេអត់ចូលចិត្តទេគេអត់ចូលចិត្តអាការបូលីគេអត់ចូលចិត្តអាការធ្វើអញ្ចឹងទេបងប្អូនខឹងគេបងប្អូនឃើញគេធ្វើអញ្ចឹងដាក់យើងអត់ចាំបាច់ធ្វើអញ្ចឹងដាក់គេវិញគ្រប់ពេលទេបងប្អូនយើងមានវិធីដោះស្រាយរបស់យើងហើយវិធីដោះស្រាយវាមានច្រើនអញ្ចឹងបានថាយើងមិនមែនថាគេធ្វើអញ្ចឹងដាក់យើងត្រូវតែធ្វើអញ្ចឹងវិញដាក់គេទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីប្រទេសរបស់យើងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងអន្តរជាតិហើយខ្ញុំជឿជាក់ហើយសង្ឃឹមថាបងប្អូនប្រជាជនខ្មែររបស់យើងទាំងអស់គឺគ្មាននរណាម្នាក់ដែលអត់ស្រឡាញ់ជនជាតិខ្លួនឯងគ្មាននរណាម្នាក់ដែលអត់ស្រឡាញ់ប្រទេសកំណើតរបស់ខ្លួនឯងនោះទេអញ្ចឹងខ្ញុំជឿជាក់នៅលើចំណុចហ្នឹងពីព្រោះអីក្នុងពេលដែលមានការប៉ះទង្គិចគ្នានេះបាទខ្ញុំដឹងថាមានមនុស្សជាច្រើនដែលគាត់មានស្មារតីស្នេហាជាតិប៉ុន្តែគាត់អត់ដែលបញ្ចេញហើយបើគាត់អត់ដែលបញ្ចេញក៏អត់អីដែរសំខាន់គាត់មានស្មារតីហើយសម្រាប់អ្នកមួយចំនួនដែលគាត់មិនហ៊ានសំបីតែផុសនៅលើ social media របស់គាត់គ្រប់គ្រងនៅអ្វីដែលគេឈ្លានពានមកយើងមិនហ៊ានសំបីតែ share មិនហ៊ានសំបីតែអីហើយគាត់ដើរតែនិយាយប្រាប់គេថាមិនដឹងផឹងទៅណាមិនដឹង share ធ្វើអីវាមិនមែនជារឿងរបស់យើងឈប់ទៅបងប្អូនឈប់ទៅបងប្អូនមិនធ្វើតែកុំទៅបង្អាក់អ្នកផ្សេងមិនឲ្យធ្វើបើគេធ្វើរឿងមួយដែលធ្វើត្រូវសម្លេងរបស់ទាំងអស់គ្នាដែលកំពុងតែនិយាយទៅកាន់ពិភពលោកនឹងហើយដែលធ្វើឲ្យពិភពលោកដឹងថាកម្ពុជាជាប្រទេសមួយដែលតូចប៉ុន្តែយើងនៅត្រូវការសន្តិភាពហើយខ្ញុំគិតថាទាំងអស់គ្នាក៏ដូចគ្នាបើយើងរស់នៅរាល់ថ្ងៃប្រកបរបររស់ស៊ីរាល់ថ្ងៃស្ថានភាពនយោបាយឬក៏ស្ថានភាពប្រទេសជាតិអត់មានស្ថិរភាពសួរថាបងប្អូនរស់នៅដោយស្ងប់ចិត្តអត់វាអត់ស្ងប់ចិត្តអញ្ចឹងចូលរួមទាំងអស់គ្នាចូលរួមធ្វើចូលរួមគិតហើយនឹងជួយប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាទោះបីជាយើងជាប្រទេសតូចប៉ុន្តែបើសិនជាប្រជាជនយើងព្យាយាមរៀនសូត្រពីរឿងដែលបានកើតឡើងហើយនឹងស្វែងយល់បន្ថែមខ្ញុំគិតថាប្រទេសយើងទៅមុខទៀតយើងមិនមែននៅតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនដឹងស្រាប់ហើយឥឡូវសម័យ digital ទៀតប្រជាជនមិនថានៅទីក្រុងមិនថានៅខេត្តគឺគាត់ព្យាយាម adapt ព្យាយាមសម្របខ្លួនរបស់គាត់ទៅនឹងការរីករាលដាលនៃ digital នឹងខ្លាំងមែនតើអញ្ចឹងបើយើងអាចសម្របខ្លួនបានហើយប្រទេសយើងគឺអាចអភិវឌ្ឍទៅលឿនហើយព្រោះប្រទេសមួយដែលមានប្រជាជនមានការសម្របខ្លួនទៅលឿនទៅលើបច្ចេកវិទ្យាវាធ្វើប្រទេសនឹងមានការរីកចម្រើនលឿនអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះក៏ជាចំណែកមួយនៅក្នុងការជួយទៅដល់ប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាដែលកំពុងតែ
ត្រូវការសន្តិភាពកំពុងត្រូវការការយកចិត្តទុកដាក់ពីប្រទេសនៅលើពិភពលោកហើយសង្ឃឹមថាបងប្អូនក៏នឹងចូលរួមទាំងអស់គ្នាជាមួយខ្ញុំដើម្បីជួយទៅដល់ប្រទេសជាតិយើងទាំងអស់គ្នាអរគុណច្រើន